កម្លាំងប្រតិបត្តិការសឹកក្រុងកំពង់ឆ្នាំងបន្តចុះបង្ក្រាបបទល្មើសនេសាទដោយភ្លៀងរលឹមនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងអាយុដំឧត្តមសេនីយ៍ត្រីឧសុភាមេបញ្ជាការតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ឆ្នាំងសហការបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនៅថ្ងៃទី22ខែមេសាឆ្នាំ2025ជាមួយយុទ្ធភូមិភាគទី5កងយុទ្ធពលតូចលេខ70និងបញ្ជាការដ្ឋានទ័ពពិសេស911សរុបចំនួន96កាណូតបាឡាស្មាច់19គ្រឿងកាណូតលឿនចំនួន1គ្រឿងប្រើប្រាស់សាំង585លីត្រប្រេងម៉ាស៊ូត30លីត្រចេញបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រភូមិចុងកោះសង្កាត់ផ្សាច់ឆ្នាំងក្រុងកំពង់ឆ្នាំងឃុំពោឃុំប្រឡាយមាសស្រុកកំពង់លែងឃុំស្វាយជ្រុំស្រុករលាផ្អៀភូមិសេះស្លាំភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូរខេត្តកំពង់ឆ្នាំងរហូតដល់ព្រំប្រទល់ភូមិផាត់សណ្ដាយឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំក្នុងការបង្ក្រាបបទល្មើសនេសាទខាងលើនេះកម្លាំងសមត្ថកិច្ចយើងបានបំផ្លាញចោលវត្ថុតាំងចំនួន5ទីតាំងមានប្រវែង400ម៉ែត្រចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋភូមិសម្រាប់ចំនួន84កន្លែងចេញល្បាត2លើកយប់1លើកថ្ងៃ1លើកក្នុងនោះកម្លាំងសមត្ថកិច្ចយើងបានដកហូនសម្ភារៈរួមមានទូកចំនួន2គ្រឿងម៉ាស៊ីនទូក2គ្រឿងអាគុយ1ហុងកន្ត្រងដួសត្រី1ដើមខ្សែការប្រវែង11ម៉ែត្រផាវគ្រាប់បែក6គ្រាប់គ្រឿងញៀន1កញ្ចប់តូចនិងឧបករណ៍ជក់គ្រឿងញៀន1ចំនួនអបព្រំប្រជាពលរដ្ឋមិនឲ្យប្រព្រឹត្តបទល្មើសនេសាទចំនួន3នាក់ចាត់កម្លាំង6នាក់បន្តធ្វើការជួសជុលផ្ទះទឹកសម្រាប់ស្នាក់នៅនៅរដូវវស្សាខាងមុខនេះក្នុងនោះតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ឆ្នាំងនិងលោកមេបញ្ជាការដឹកនាំកម្លាំងចេញប្រតិបត្តិការបង្ក្រាបបានធ្វើការអប់រំដល់នាយពលទាហានឲ្យយល់នៅភារកិច្ចរបស់ខ្លួនក្នុងការចុះបង្ក្រាបល្មើសនេសាទគឺកងកម្លាំងទាំងអស់ត្រូវតែកំទេចឧបករណ៍នេសាទដែលខុសច្បាប់តែប៉ុណ្ណោះត្រូវមានវិន័យនិងក្រមសីលធម៌របស់កងទ័ពអនុវត្តភារកិច្ចបទបញ្ជារក្សាសាមគ្គីភាពរវាងអង្គភាពមួយទៅអង្គភាពមួយនិងហាមដាច់ខាតមិនឲ្យទទួលសំណូកពីប្រជាពលរដ្ឋដែលប្រព្រឹត្តបទល្មើសនោះឡើយ